ចឹងសូមណែនាំខ្លួនខ្ញុំឈ្មោះចាន់ផានីជាម្ចាស់អាជីវកម្មរបស់ខ្មែរ Golden Seal មែនទែនទៅខ្ញុំជាសហកម្មសិទ្ធិជាមួយគ្រូសាខ្ញុំដែលគ្រូសាខ្ញុំគាត់ជា founder របស់ខ្មែរ Golden Seal ប្រវត្តិសង្ខេបខ្លីរបស់ខ្មែរ Golden Seal គឺយើងមានសារបានតាំងពីជីដូនជីតាជាអ្នកធ្លាប់ផលិតសរសៃសូត្រជាអ្នកតបានជាអ្នកអីមកអញ្ចឹងបើនិយាយថាចាប់ផ្ដើមមកគឺយូរហើយគាត់ថាវាអត់មាន structure អីច្បាស់លាស់រៀងរកណ្ដាលរបាយហើយទៅតែថ្មីនឹងទេដែលយើងបានបង្កើតហៅឈ្មោះខ្មែរ Golden Seal មួយជាក់លាក់ហើយដែលយើងមានទីតាំងផលិតនៅស្រុកក្នុងស្រុកខេត្តបន្ទាយមានជ័យហើយនឹង showroom ផលិតផលនៅក្នុងខេត្តសៀមរាបជាទូទៅគេហៅថាខ្ញុំថាពោះក្បាល2ដោយសារផលិតនៅបន្ទាយមានជ័យអត់លក់នៅនឹងទេតែមកលក់នៅសៀមរាបអញ្ចឹងមួយណាក៏ត្រូវដែរបាទអញ្ចឹងនេះជាអ្វីដែលសំខាន់ពីខ្មែរ Golden Seal ហើយផលិតផលរបស់ខ្មែរ Golden Seal គឺមាន4សំខាន់ហើយនៅក្នុង4ហ្នឹងគឺយើងមាន2 category គឺសូត្រហើយនិងអំបោះអញ្ចឹងឈ្មោះខ្មែរ Golden Seal មិនមែនមានតែសូត្រសុទ្ធទេគឺមានន័យថាយើងមានអំបោះដែរហើយអំបោះគឺយើងចូលប្រហែលជា 80% នៃផលិតផលសរុបអញ្ចឹងសូត្រតែ 20% ទេបាទហើយផលិតផលដែលជាផលិតផល premium របស់យើងគឺនៅរូបដំបូងហ្នឹងហើយទី2ទី3និយាយរួម4ហ្នឹងគឺសិតតែជាប្រភេទផលិតផល premium ដែលយើងដាក់លក់នៅក្នុង concept store មួយចំនួននៅក្នុងខេត្តសៀមរាបហើយនៅតាម resort ខ្លះបាទហើយលក្ខណៈអាជីវកម្មរបស់ខ្មែរ Golden Seal គឺមានលក្ខណៈ B2B បានន័យថាយើងបោះដុំភាគច្រើន 95% គឺជាប្រភេទបោះដុំ 5% គឺយើង retail ដោយខ្លួនឯងបាទហើយផលិតផលចុងក្រោយនេះមួយហើយនិងផលិតផលទី2គឺជាផលិតផលដែលយើងទៅនឹងបង្កើតថ្មីនៅក្នុងកំឡុងពេល COVID ហើយក្រៅពីនោះគឺជាផលិតផលដែលយើងបានផលិតយូរឆ្នាំហើយ